សួស្តីបងចង់នៅក្នុងវីដេអូនេះខ្ញុំនឹងបង្ហាញបងពីរបៀប create ប្រដាប់ថ្មីឬក៏បង្កើតប្រដាប់ថ្មីក្នុងហាងរបស់បងនៅពេលដែលបងលក់ទៅមានប្រដាប់ថ្មីចូលក្នុងហាងបងអាចធ្វើការ create បានអញ្ចឹងដើម្បីបងធ្វើការ create ប្រដាប់ថ្មីបានបងអាចធ្វើការចូលមកកាន់ inventory នេះឬក៏ជាភាសាខ្មែរវាមានពាក្យ sample part អញ្ចឹងបងអាចធ្វើការចូលមករួចហើយបងចូលមកកាន់ប្រដាប់នេះបន្តមកទៀតបងអាចចុចធ្វើការ add ប្រដាប់នេះមកអញ្ចឹងវានឹង load ផ្ទាំងមួយដើម្បីបងពេញព័ត៌មានទាក់ទងទៅនឹងប្រដាប់របស់បងហ្នឹង ចា៎ទីមួយបងត្រូវតែធ្វើការដាក់រូបភាពនៃប្រដាប់របស់បងចាំបងអាចធ្វើការដាក់រូបភាពខ្ញុំសូមយកមួយនេះបន្តមកទៀតបងអាចធ្វើការដាក់ឈ្មោះប្រដាប់របស់បងនឹង item របស់បងហ្នឹងអញ្ចឹងខ្ញុំសូមដាក់កីឡាបន្តមកទៀតបងអាចធ្វើការដាក់តម្លៃនៃប្រដាប់របស់បងសម្រាប់ធ្វើការលក់អញ្ចឹងខ្ញុំលក់ប្រដាប់មួយហ្នឹង$10អញ្ចឹងខ្ញុំដាក់តម្លៃ$10rồi ហើយខាងក្រោមនេះគឺជាកន្លែងselect brand ថាប្រដាប់មួយហ្នឹងគឺស្ថិតនៅក្នុង brand មួយណាអញ្ចឹងបងអាចធ្វើការ select បានប៉ុន្តែបើសិនជាបងអត់ទាន់មាន brand នៅក្នុងហ្នឹងទេបងអាចធ្វើការ create កន្លែងនេះអញ្ចឹងបងអាចធ្វើការ create កន្លែងហ្នឹងហើយបងអាច create ទៅវានឹងជាប់ brand របស់បងនៅក្នុងប្រដាប់មួយហ្នឹងហើយអញ្ចឹងប្រដាប់មួយហ្នឹងវានឹងស្ថិតនៅក្នុង brand មួយហ្នឹងអញ្ចឹងដោយសារខ្ញុំមាន brand រួចហើយខ្ញុំ select យក Nike នេះបន្តទៀតកន្លែង category នេះគឺជាកន្លែង select ថាប្រដាប់របស់បងមួយហ្នឹងវាស្ថិតនៅក្នុង category មួយណាឧទាហរណ៍ថាប្រដាប់មួយហ្នឹងវាស្ថិតនៅក្នុង category អាវកីឡាដៃវែងឬក៏អីអញ្ចឹងកន្លែងនោះខ្ញុំ select វាស្ថិតនៅក្នុង sport shirt អញ្ចឹងបងអាច select កន្លែងហ្នឹងប៉ុន្តែបើសិនជាបងអត់ទាន់មាន category ទេបងអាចបង្កើតកន្លែងហ្នឹងបានដូចគ្នាបងអាចបង្កើតទៅ create ទៅវានឹងជាប់ category មួយហ្នឹងដែលប្រដាប់មួយហ្នឹងស្ថិតនៅក្នុង category មួយហ្នឹងហើយតែដោយសារខ្ញុំមានរួចហើយខ្ញុំអាច select ប្រដាប់មួយហ្នឹងហើយ sub category របស់វានេះតមកទៀតកន្លែង barcode នេះគឺជាកូដប្រដាប់របស់បងមួយហ្នឹងវាមាន barcode ប្រមាណដាក់ហ្នឹងដើម្បីទី1សម្គាល់ទៅលើប្រដាប់មួយហ្នឹងទី2គឺនៅពេលដែលបងលក់នៅពេលឯងបងអាចធ្វើការបាញ់ scan barcode ហ្នឹងអញ្ចឹងវានឹកចេញប្រដាប់មួយហ្នឹងអញ្ចឹងវាងាយស្រួលលក់របស់បងដែរវាលឿនក្នុងការលក់របស់បងអញ្ចឹងកន្លែងហ្នឹងបងអត់ចាំបាច់ដាក់ក៏បានបងមានដាក់ក៏បានបងអត់មានបងអត់ចាំបាច់ដាក់ទេបន្តមកទៀត item code នេះគឺជាកន្លែងដាក់កូដប្រដាប់របស់បងតែកូដនៅក្នុងហាងណាឧទាហរណ៍ថាបងយកបានចូលក្នុងហាងអញ្ចឹងបងដើម្បីសម្គាល់ប្រដាប់មួយហ្នឹងថាកូដមួយណាបងអាចដាក់បានដាក់កន្លែងហ្នឹងបានកន្លែងហ្នឹងបងមានបងដាក់បើសិនជាបងមានបងអត់ចាំបាច់ដាក់ដូចគ្នាបងអញ្ចឹងខ្ញុំសូមដាក់កូដ ST001 អញ្ចឹង002ណាបន្តមកទៀតព័ត៌មានខាងនេះអញ្ចឹង show in នេះតែវាមាន text online store និង text PFN នេះកន្លែងហ្នឹងគឺជាកន្លែងកំណត់ថាបងចង់ធ្វើការបង្ហាញប្រដាប់មួយហ្នឹងនៅលើ online store e-commerce របស់បងអត់បើសិនជាបងអត់បងដុត text តែបើសិនជាបងចង់បង្ហាញក៏ដាក់ text អញ្ចឹងវានឹងបង្ហាញប្រដាប់មួយហ្នឹងនៅក្នុង e-commerce របស់បងហើយចំពោះ PFN នេះក៏ដូចគ្នាបើសិនជាបងចង់បង្ហាញបងដាក់ text បើសិនជាបងអត់ចង់បង្ហាញទេបងដកវាបន្តមកទៀតcompare price នេះកន្លែងហ្នឹងគឺជាកន្លែងដាក់តម្លៃបញ្ឆោតនៃប្រដាប់របស់បងលក្ខណៈមិនកន្លែងហ្នឹងខ្ញុំសូមបញ្ជាក់តិចគឺមិនមែន discount ទេគឺតម្លៃបញ្ឆោតឧទាហរណ៍ថាបងលក់អាយហ្នឹង$10ប៉ុន្តែបងចង់ដាក់តម្លៃបញ្ឆោតប្រាប់ភ្ញៀវថា$20អញ្ចឹងមានន័យថាកន្លែងហ្នឹងវានឹងបើក website ឲ្យបងមើលតម្លៃបញ្ឆោតហ្នឹងលក្ខណៈភ្ញៀវមើលទៅឃើញដូច discount អញ្ចឹងណាបងវាបែបនេះបងវាចេញឆូតតម្លៃនេះអញ្ចឹងភ្ញៀវគាត់មើលគាត់ស្មានថា discount អញ្ចឹងគាត់អាចធ្វើការទិញបានអញ្ចឹងកន្លែងតម្លៃបញ្ឆោតហ្នឹងបន្តមកទៀតកន្លែង select text នេះមានន័យថាមុខងារនៃប្រដាប់របស់បងកន្លែងហ្នឹងវាមានមុខងារអីអញ្ចឹងនៅពេលដែល select មុខងារហ្នឹងនៅលើ website វាអាចនឹង show មុខងាររបស់វាអញ្ចឹងភ្ញៀវគាត់អាចធ្វើការងាយស្រួលដល់ភ្ញៀវនៅពេលដែលគាត់ធ្វើការទិញឲ្យបានបងអញ្ចឹងបងអាចធ្វើការ select command បងអត់ចាំបាច់ដាក់select command ដែរកន្លែងហ្នឹងហើយចំពោះមុខងារហ្នឹងគឺបងអាច select បានច្រើនមុខងារហើយកន្លែងហ្នឹងបងអាចធ្វើការ create មុខងារកន្លែងបានបងដែរបន្តមកទៀតកន្លែងប្រដាប់ image detail នេះមានន័យថាបងចង់ធ្វើការដាក់ detail នៃរូបភាពប្រដាប់របស់បងដើម្បីឲ្យភ្ញៀវគាត់ចូលមកកាន់ហាងរបស់បងគាត់មើលប្រដាប់បានច្រើនបានរូបភាពប្រដាប់របស់បងបានច្រើនអញ្ចឹងណាវារៀង detail ខ្ញុំអាចសូមបង្ហាញបងពី image detail ហ្នឹងនេះបងចំពោះរូបភាព detail គឺវាបែបហ្នឹងបងចំពោះរូបភាព detail គឺវាឃើញខាងក្រោមបែបហ្នឹងអាចឲ្យភ្ញៀវរបស់បងគាត់មើលបានច្រើនកន្លែងហ្នឹងរូបភាព detail អញ្ចឹងខ្ញុំអាចធ្វើការ select រូបភាព detail របស់ប្រដាប់ហ្នឹងចឹងដាក់មួយនេះហើយចំពោះរូបភាព detail ហ្នឹងគឺបងអាចដាក់បានច្រើនតែចឹងណាបន្តមកទៀតdescription នេះអញ្ចឹងកន្លែងហ្នឹងគឺជាកន្លែងអំពេញព័ត៌មានរបស់បងបន្ថែមទាក់ទងទៅនឹងអីវ៉ាន់របស់បងឲ្យដឹងថាអីវ៉ាន់របស់បងហ្នឹងឧទាហរណ៍ថានាំចូលពីណាសាច់អាវប្រភេទម៉េច
ដោយវាផលិតនៅមួយឆ្នាំណាអីចឹងបងអាចធ្វើការដូចថាព័ត៌មានប្រដាប់ item របស់បងនៅកន្លែងណាបានជាភាសាខ្មែរនិងភាសាអង់គ្លេសហើយខាងក្រោមនេះគឺជាdescription item របស់បងដែរគ្រាន់តែពីខាងក្រោមនេះdescription ព័ត៌មានបន្ថែមទាក់ទងនឹងប្រដាប់របស់បងវារឿង detail វាច្រើនណាប៉ុន្តែបើសិនជាព័ត៌មានប្រដាប់របស់បងនឹងទាក់ទងទៅនឹងitem របស់បងបន្តិចបងអាចធ្វើការដាក់ខាងលើហ្នឹងប៉ុន្តែបើសិនជាច្រើនបងអាចដាក់ខាងក្រោមនេះបែបហ្នឹងអញ្ចឹងភ្ញៀវគាត់អាចធ្វើការមើលitem របស់បងហ្នឹងអំពីព័ត៌មានទៅលើអីវ៉ាន់របស់បងហ្នឹងបានងាយស្រួលដល់ភ្ញៀវរបស់បងដែរអញ្ចឹងបើសិនជាបងមានបងដាក់បើសិនជាអត់មានទេបងអត់ចាំបាច់ដាក់ទេតមកបងចុច create ទៅបងនឹងបានប្រដាប់ថ្មីរបស់បងមួយគឺ iCloud នេះអញ្ចឹងបងអាចធ្វើការចូលមកកាន់ website របស់បងមកបងឃើញប្រដាប់ដែលបងធ្វើការ create ថ្មីហ្នឹងខ្ញុំសុំ refresh មួយនេះបងចំពោះរបស់បង iCloud របស់បងអាចធ្វើការ create នេះបងចំពោះitem របស់បងដែល create ឲ្យមាញ់គឺឈ្មោះរបស់វានេះ iCloud នេះវាទៅមានតម្លៃ$10ហើយនេះក៏ជួយគ្រាន់ជា compare price $20ចឹងភ្ញៀវគាត់មើលគាត់ស្មានដល់ discount ចឹងគាត់ទិញចឹងណាតម្លៃបញ្ឆោតឲ្យភ្ញៀវគាត់ធ្វើការទិញចឹងនេះរូបភាព detail របស់វាហើយខ្ញុំសូមបញ្ជាក់តិចបងចំពោះdescription short description ខ្លីៗពីខាងលើគឺវាបង្ហាញកន្លែងនេះហើយចំពោះ long description វានឹងបង្ហាញក្រោមក្រោមកន្លែងនេះហើយបងបាទអញ្ចឹងចំពោះការ create ប្រដាប់ថ្មីគឺមានតែប៉ុណ្្នឹងបាទអរគុណច្រើនបង